ngày ní nè thay bạc đầy ở bị chia bọt xì vỡ trôi tới đầm bắn té bay khnon nơi ai ô pluk nằm đây từ lên đầm bay ở đọt cho này đây ở thập tay là bác mai đây thay đầm đàm bán trôi đam mà sợi chứ chạp với bom phun đây dương phum dương còn lại cho chương là bác thể hiện dương miền đòn tổng chiết đòn ấy nơi té bay khnon này phum ô pluk đầm đấy hay kê máu nòm kê máu lên cái do tung chơi thay cái do ấy máu sai cả ai sờ bài nâng chơi dập phòn nơi đây dương này rong cút tại dương này ta kết thả nâng châu son dương cái máu châu son dương ai lấy phum chốt chơi cái đô sạ bị phum chốt chơi từ một thay một ấy chỉ cả bật phum chốt chơi nâng vì nón chăn tăng bị đào máu một thay phân tay lấy cái đặt sạ từ chỉ phum thay phum ấy nâng xên ở thằng hai tớ mấy thang trả dân dương mấy dương chụp to ba sao mà thế dương nơi tại thưa có phân tay bao nhiêu là ca anh trả chết cho bắp ICC cho bắp ICJ nâng toàn dương miền là các đã tới ấy dương lấy trăm ấy tiếp trong phong trào nào đấyแต่ต้องនឹងចំណុចពីរឿងដែលថៃចាប់ផ្ដើមកសាងរូបភាពហេដ្ឋារចនាសម្ព័ន្ធឲ្យមានភាពស្របច្បាប់គ្រប់រឿងទាំងការទូតទាំងឆាកអន្តរជាតិទាំងបច្ចេកទេសទាំងសាសនាទាំងវប្បធម៌ទាំងហេដ្ឋារចនាសម្ព័ន្ធគឺថៃគេធ្វើទាំងអស់ដើម្បីឲ្យតំបន់ដែលគេយកមកបាននោះគឺស្របច្បាប់ដាក់កុងតឺន័រដាក់បន្លាលួសលើកទង់ជ័យដាក់រូបបដិមារំលាយហេដ្ឋារចនាសម្ព័ន្ធចាស់ដែលខ្មែរមានរុញរូបវិស្ណុចោលលើករូបបដិមាឡើងលោកតាអ៊ំឈូសចោលខ្ទេចរៀបចំថ្មីទៅជាកន្លែងកំសាន្តកន្លែងអីរបស់ថៃជាវប្បធម៌ប្រពៃណីថៃផ្លូវឡើងផ្លូវអីមុនលោកមុនអីមកដើម្បីធ្វើចយន្តោនៅកន្លែងគ្រប់កន្លែងបាំងស្គរឬក៏ធ្វើអីនៅកន្លែងប្រាសាទតាកបីប្រាសាទតាមន់ធំប្រាសាទខ្នាដោយសារអីដោយសារគេចង់បង្កើតឲ្យមានភ័ស្តុតាងដើម្បីប្រាប់ថាជាដែនអធិបតេយ្យហើយទៀតបាក់ប្រជាពលរដ្ឋគេឲ្យមកដើម្បីបង្កើនអាភាពជាតិនិយមរបស់ថៃឲ្យស្រឡាញ់ទឹកដីថានេះគឺជាទឹកដីរបស់ថៃអញ្ចឹងទៅហើយដល់ពេលមកទៅវាបង្កើតឲ្យជាទំនៀមទម្លាប់មួយជាអ្វីដែលគេប្រព្រឹត្តទៅជាប្រចាំហើយទិញពេលវេលារហូតរដ្ឋាភិបាលថ្មីនេះណាកុំថារដ្ឋាភិបាលណាក៏ដោយឡើងមកកាន់ហើយកុំទៅសង្ឃឹមរឿងរដ្ឋាភិបាលថៃភ្លើងយ៉ាអីតិចថាអូរដ្ឋាភិបាលថៃគេថាអូ JBC ហ្នឹងណាវាស់វែងព្រំសីមាហ្នឹងចាំមានរដ្ឋាភិបាលថ្មីសិនរដ្ឋាភិបាលឥឡូវអត់មានសិទ្ធិសម្រេចរដ្ឋាភិបាលណាក៏គ្មានសិទ្ធិសម្រេចឲ្យដូរដីឬក៏បកគលដីហ្នឹងមកឲ្យខ្មែរវិញដែរគឺរដ្ឋាភិបាលណាក៏នឹងតវ៉ាលុះខ្សៃយកដីខ្មែរទាំងអស់ហ្នឹងដែលថៃយកបានហើយត្រូវតែរកយន្តការយ៉ាងម៉េចឲ្យដីហ្នឹងខ្លាចជាដីថៃស្របច្បាប់ដោយអត់មានការតវ៉ាទាំងអស់ព្រោះអីតែហ៊ានខ្ជាក់តែបន្តិចរដ្ឋាភិបាលថ្មីហ្នឹងក៏តែលលាយភ្លាមដែរព្រោះរឿងដែនអធិបតេយ្យនេះគឺគ្មានប្រទេសណាទប់សូម្បីតែបកគោណាសម្ដេចប្របាទនរោត្តមសីហនុដែលលោកថាអ្នកណាមិនស្រឡាញ់បរិជាខ្មែរអង្គនេះលោកអើយទូលរែកសួរទៅចាស់មកដល់ម៉ោងហ្នឹងគឺថាគោរពលើសអតិទេពទៅទៀតប៉ុន្តែលោកនៅតែទប់មិនបានពីរឿងដែនអធិបតេយ្យរឿងផ្លូវលំហូជីមិញដែលបើកដៃឲ្យពួកវៀតកុងមកយកដែនអធិបតេយ្យខ្មែរដើម្បីវាយពួកធាវគីនៅវៀតណាមខាងត្បូងអាសម័យហ្នឹងគឺគ្រាន់តែពួកវៀតកុងយកផ្លូវហូជីមិញហ្នឹងគ្រាន់តែឆ្លងកាត់ផងមិនមែនបានន័យថាមកវាយដណ្ដើមដូចថៃវាយដណ្ដើមយកបានហើយទៅគ្រប់គ្រងឲ្យមានសេចក្តីប្រកាសរួមបកគលថាអ្នកណានៅហ្នឹងមានសិទ្ធិស្របច្បាប់គ្រប់គ្រងកន្លែងហ្នឹងដូចក្នុងសេចក្តីព្រមព្រៀងយើងផងនៅបកគលណាគេទម្លាក់ព្រះអង្គចេញពីណែប្រធានឬក៏ជាអ្នកដឹកនាំស្រុកខ្មែរមានរដ្ឋបហាសម័យលន់នល់ក្រោយមកមានសង្គ្រាមរាំងជលរហូតដោយសារអីដោយសារតែរឿងបញ្ហាដែនអធិបតេយ្យនឹងឯងរឿងវាអញ្ចឹងហ៎បងប្អូនអញ្ចឹងហើយបានជាខ្ញុំនិយាយថាការដោះស្រាយយន្តការទូតស្អំចិត្តអីធ្វើទៅវាមិនខុសទេក៏ប៉ុន្តែត្រូវតែប្តឹងថៃដាច់ខាតឲ្យអត់ត្រូវចាំទេព្រោះការរងចាំនេះគឺជាការដែលធ្វើឲ្យថៃកាន់តែបន្លាយខ្សែឲ្យកាន់តែវែងដើម្បីឈូសឆាយអាតំបន់ហ្នឹងឲ្យទៅជាស្របច្បាប់ហើយតាំងអង្គទៅខ្លាយទៅជាបាយហើយគឺយើងនឹងពិបាកណាស់ហើយបើនៅបន្តិចនៅអាចដោះស្រាយគ្នាបានអាហ្នឹងយើងនៅមានពេលច្រើនទៀតប៉ុន្តែតែឆ្ងាយហើយកាន់តែយូរហើយព្រោះអីយន្តការតុលាការយុត្តិធម៌អន្តរជាតិនេះត្រូវការពេលយូរណាស់ហើយពេលយូរនេះគឺចាប់ផ្ដើមនៅពេលដែលយើងចាប់ផ្ដើមដាក់អាហ្នឹងដូចតែយើងសុំសញ្ជាតិអាមេរិកចឹងណាបងប្អូនអ្នកដែលបានសិទ្ធិរស់នៅអាមេរិកដំបូងមុននឹងបាន green card គឺយើងត្រូវការហ្មងពេល5ឆ្នាំនៅពេលសំទោសពេលដែលយើងបាន green card ហើយយើងត្រូវការពេល5ឆ្នាំដើម្បីប្រឡងសុំសញ្ជាតិបានប៉ុន្តែអា5ឆ្នាំហ្នឹងគឺរាប់នៅពេលដែលយើងចាប់ផ្ដើមបាន green card ហើយអញ្ចឹងបើ green card យើង10ឆ្នាំទៀតបានអញ្ចឹងតើតែ15ឆ្នាំទៀតបានយើងប្រឡងសញ្ជាតិអញ្ចឹងបើយើង20ឆ្នាំទៀតបាន green card តើតែ25ឆ្នាំទៀតបានអាចប្រឡង green card គឺពេលវេលា5ឆ្នាំហ្នឹងគឺវាដកដេញរហូតវាអត់មានថយទេវាដូចរុញអញ្ចឹងរហូតដូចគ្នាអញ្ចឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិឧទាហរណ៍ថាវាត្រូវការពេល1ឆ្នាំ2ឆ្នាំវាត្រូវការពេលប៉ុណ្ណឹងមែនហើយក៏ប៉ុន្តែបើ2ឆ្នាំក្រោយបានយើងចាំដាក់បានន័យថាវា4ឆ្នាំហ្នឹងមិនអញ្ចឹងចុះបើ4ឆ្នាំក្រោយបានយើងដាក់វាទៅ6ឆ្នាំហ្នឹងមិនអញ្ចឹងចុះបើ10ឆ្នាំក្រោយបានយើងដាក់វាទៅ12ឆ្នាំហ្នឹងមិនអញ្ចឹងតែបើយើងដាក់ឥឡូវអា2ឆ្នាំ1ឆ្នាំហ្នឹងវាថ្មិចបាក់វាដល់វាអញ្ចឹងតែប៉ុណ្្នឹងទេ
ហើយវាអត់មានអីដែលខាត់បងកម្ពុជាទាល់តែសោះនៅក្នុងការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិវាផ្ទុយនឹងស្មារតីមួយគឺថាទេខែយើងព្រមព្រៀងគ្នាថាមានសេចក្តីប្រកាសរួមថាយើងយកយន្តការ JBC យកយន្តការទ្វេភាគីហេតុអីបានយើងប្តឹងគ្នាមិនចឹងហ៎យើងអាចនឹងយើងកម្ពុជាអាចការពារទាំងកុំឲ្យថៃគេរករឿងយើងអីព្រោះអីយើងព្រមព្រៀងអញ្ចឹងតែយើងប្តឹងគេថាយើងនឹងរំលោភកិច្ចព្រមព្រៀងអត់មានតាក់ទងនឹងកិច្ចព្រមព្រៀងសោះកិច្ចព្រមព្រៀងគឺការមិនឲ្យឆ្លោះគ្នាផ្ទុះអាវុធឈប់បាញ់គ្នាប៉ុន្តែរឿងដែនអធិបតេយ្យគឺជារឿងដែលសម្រេចដោយសន្ធិសញ្ញាដែលមានចែងនៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907ហើយយើងឆ្លោះគ្នារាប់រយឆ្នាំហើយហ្នឹងបើយើងប្តឹងតាំងពីយូរអើយមកវាអត់មានបញ្ហាទេតែយើងអត់ប្តឹងឬប្រាសាទតាមាន់ធំប្រាសាទតាកបីនេះគួរប្តឹងតាំងពីយូរហើយបើជ្រុលដាក់បាញ់គ្នាឲ្យបាញ់តាំងពីយូរបើដល់តុលាការយុត្តិធម៌អន្តរជាតិនេះម្លេះសំបានដោះស្រាយរួចបាត់ហើយតែរឿងនេះ20-30 ឆ្នាំចុងក្រោយតាំងពីមានអនុសារណៈនៃការយោគយល់គ្នាតាំងពីឆ្នាំ2000មក26ឆ្នាំយើងអត់ដែលដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិយើងសុកចិត្តសង្ឃឹមថាចរចាផ្សះផ្សាចរចាផ្សះផ្សាសង្ឃឹមតែឈ្នះថៃតែនៅក្នុងពេលហ្នឹងយើងមានឈ្នះអីបើថៃគេពង្រឹងវិស័យយោធាគេអាជាតិនិយមរបស់គេកាន់តែរឹងមាំទៅឯងនេះកាន់តែឆ្លោះគ្នាបែកបាក់ជាតិរហូតតែអញ្ចឹងយើងវារិចរិលគេវាឡើងហើយយើងចរចាយើងទៅឈ្នះអីគេវាអត់មានកាលាណាឈ្នះសោះយើងទិញពេលវេលាប្រើនយោបាយប្រជាពិធបោកបានរហូតបាទឥឡូវនេះអស់លោកគិតគូខ្លួនឯងទៅគ្រាន់តែថារឿងដែលរកម្មចិត្តហ្នឹងគឺយើងឃើញហើយប្រជាជនថៃចូលដល់តំបន់ទាំងនេះហើយខ្ញុំគិតថានៅពេលដែលថៃចូលដល់តំបន់របស់ខ្មែរយកទៅលេងយកទៅអីកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗហើយយើងមិនប្តឹងពេលវេលាកាន់តែខូចណាស់ហើយរដ្ឋាភិបាលចេះតែព្យាយាមទៅយើងបកស្រាយអីក៏ចេះតែបកស្រាយទៀតទៅព្រោះអីយើងប្រកែនៅក្នុងការស្អំចិត្តគ្រាន់តែថាមិនដឹងថាប្រជាពលរដ្ឋខ្មែរលោកយល់